លោកស្រីអ្នកទាំងអស់គ្នាសូមស្វាគមន៍ម្ដងទៀតមកកាន់ Channel សម្រាប់ The Apartment ហើយលើកនេះយើងចូលមកកាន់ភាគទី6នៃរឿង Studio Apartment Gold Light and include របស់យើងបន្តទៀតឬក៏អាចហៅថាទេសតាទៅតគួយស្រឡាញ់របស់យើងក៏បានដែរពីដោយម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាការសម្រាប់ Apartment មានចំណុចណាខ្វះខាតកុំភ្លេចជួយ comment នៅខាងក្រោមផងហើយបើសិនជាចូលចិត្តការសម្រាប់ Apartment គឺកុំភ្លេចជួយចុច like អ្នកមួយផងហើយកុំភ្លេចជួយចុច subscribe ហើយនិងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលមានបានផងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការគាំទ្រឥឡូវយើងចូលសាច់រឿងបន្តរបស់យើងហ្មងព្រឹកមិញនៅពេលដែលតូវ៉ាកំពុងបាត់ក្អាងហ្នឹងនាងគឺបានលើសលេងស្អីគេបុកកញ្ចក់នៅកន្លែង balcony ហ្នឹងអញ្ចឹងហើយទើបនាងចេញទៅមើលតែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលបំផុតនោះគឺនាងបានឃើញសៀវហ្នឹងគឺកំពុងតែដេកច្បាប់នៅលើអត់តែម្ដងហើយពេលហ្នឹងគឺគ្រាន់តែឃើញតូវ៉ាព្រាមមកយំរៀបរាប់ហ្មងថាដោយសារតែនាងចុះចោលខោចៃទេអញ្ចឹងហើយនាងគឺរបួសពេញខ្លួនហ្មងហើយបាច់ចាំនិយាយក៏ដឹងដែរថាចុះខោចៃទេហើយមើលរបួសឡើងសោះសាច់ហើយអាណិតយីពេកនៅខ្លាំងមែនតើល្មមតែមកដល់ទៀតតូវ៉ាហ្នឹងមិនដឹងថាចុះចោលខុសបច្ចេកទេសប្រហែលដងទេបន្ទាប់ពីរៀបរាប់ប្រាប់ពីហេតុការណ៍ឲ្យស៊ីនតារ៉ូបានដឹងហើយហ្នឹងនាងគឺបានហៅស៊ីអ៊ឺហ្នឹងឲ្យមកណែនាំខ្លួនឲ្យស៊ីនតារ៉ូតែគ្រាន់តែណែនាំខ្លួនហើយហ្នឹងស៊ីនតារ៉ូរកតាក់ទៅវិញមិនទាន់ទេនាងគឺបាននិយាយថា goodbye ភ្លាមហ្មងហើយនាងគឺបានអស់ដៃតូវ៉ាហ្នឹងទៅវិញភ្លាមដែរហ្មងរកតែស៊ីនតារ៉ូខាត់ចង់ទាន់និយាយទៅកូនហ្នឹងវាយលះដល់លះសាហាស៊ីនតារ៉ូគឺបានស្រែកហ្មងថាកំហុសតាមបាកានីហ្នឹងយ៉ាអ្នកផ្សេងឃើញតែកូនហ្នឹងគឺអត់ខ្វល់ហ្មងរហូតដល់តូវ៉ានាងរលេះអីដោះស្រាយទាន់ហ្នឹងនាងក៏បានហៅកូននឹងឲ្យមកផឹកទៅដល់គោសិនមូលហេតុហ្នឹងគឺដោយសារតែកូននឹងចូលចិត្តផឹកដល់គោនឹងឯងបានដាក់ដល់គោមួយម៉ាត់ទៅយើងធូរស្បើយអារម្មណ៍តិចហើយស៊ីនតារ៉ូយើងហ្នឹងគឺឆ្ងល់ហ្មងថាមិនក៏យីប៉ែហ្នឹងមានល្អិតម៉េចអាចគិតតែសាប់ទៅពួកទេវតាកម្មទេវក៏មានល្អិតដែរស្របពេលហ្នឹងតវ៉ាគឺបានសួរយីប៉ែឈីនឹងថាមិនក៏ចុះមកផែនដីអញ្ចឹងក្រែងនាងគឺអត់មានសិទ្ធចុះមកផែនដីណាហើយនាងគឺបានប្រាប់ថានាងគឺបានទទួលបញ្ជាពីអាទិទេពដោយសារតែតវ៉ាហ្នឹងគឺអត់ព្រមតាក់ទងមកពួកគេសោះយូរហើយហ្នឹងដែលធ្វើឲ្យនាងហ្នឹងគឺបារម្ភខ្លាំងមែនទែនតែតវ៉ាគឺបានប្រាប់ថានាងទើបតែចុះមកដល់ផែនដីបានមួយអាទិត្យហ្នឹងហើយកូននឹងគឺបានឡាំប៉ាហ្មងថាមួយអាទិត្យក៏យូរដែរតែអ្វីដែលតូវ៉ាភ្ញាក់ផ្អើលខាងបំផុតនោះគឺយីប៉ែហ្នឹងរកតូវ៉ាឃើញហើយកូននឹងគឺបាននិយាយតែអំនួតហ្មងថាក្នុងនាមនាងជាសិស្សប្អូនរបស់តូវ៉ានាងគឺអាចតាមរកតូវ៉ាបានតាមរយៈចំហាយស័ក្តិសិទ្ធិរបស់តូវ៉ាតែអ្វីដែលនាងមិននឹកស្មានដល់នោះគឺតូវ៉ាបែរជារស់នៅក្នុងកន្លែងបែបនេះតែបាច់មើលអាសលេងហ្នឹងឯណាគឺសង្កត់ខ្លាំងមែនតើតែគាត់តែលើព្រាមបាច់មើលមុខស៊ីនតារ៉ូឯតែតូវ៉ាគឺបានប្រាប់ថាកុំនិយាយចឹងព្រោះថានេះគឺជាផ្ទះของស៊ីនតារ៉ូសាម៉ាគាត់តែលើស៊ីនតារ៉ូសាម៉ាយីប៉ែហ្នឹងរត់តែឆេះដុំទៀតហើយអីគេស៊ីនតារ៉ូសាម៉ាមនុស្សឈ្មោលហ្នឹងមែនអ្នកនាងតវ៉ាសាម៉ាគេអាចរស់នៅក្នុងផ្ទះមនុស្សឈ្មោលហ្នឹងបានទេហើយអ្នកនាងមានដឹងអត់ថាមនុស្សឈ្មោលហ្នឹងមានខុសអីក្រៅពីសត្វដែររោគចិត្តទេនិយាយទៅកន្លែងហ្នឹងគេមិននិយាយចឹងទេតែអត់មានហ៊ាននិយាយពាក្យហ្នឹងឯងវាអាក្រក់ខ្លាំងពេកតែតវ៉ាគឺបាននិយាយថាស៊ីនតារ៉ូគឺជាមនុស្សល្អខ្លាំងណាស់ហើយតែយប៉ែឈីចាំងឯងនឹងមានឃ្លានអត់ព្រោះថានាងគឺបានធ្វើសុខខកោតែក្នុងអត្ថន័យហ្នឹងអ្នកខ្លះគឺបកប្រែថាខកោអ្នកខ្លះបកប្រែថាគ្រីអញ្ចឹងហើយអត់មានដល់ច្បាស់ទេតែមើលទៅស្ថានភាពហ្នឹងប្រហែលជាប្រភេទគ្រីដែលដាក់បន្លែសុទ្ធហើយវាក៏ជាមុខម្ហូបដែលស៊ីនតារ៉ូសាម៉ាហ្នឹងចូលចិត្តដែរគាត់តែលើភ្លាមយប៉ែឈីចាំងហ្នឹងគឺតាំងទៀតហើយតាំង shock ខ្លាំងមែនតើដោយសារតែយប៉ែតូវ៉ាហ្នឹងគឺធ្វើម្ហូបឲ្យមនុស្សឈ្មោលហ្នឹងញ៉ាំទៀតទោះបីតែបាត់កាហ្នឹងក៏តូវ៉ាធ្វើឲ្យដែរហើយនាងគឺពិតជាឆ្ងល់ខ្លាំងមែនតើថាមនុស្សហ្នឹងគឺជាណាគេតែតូវ៉ាគឺឆ្លើយយ៉ាងរំភើយហ្មងគឺជាស៊ីនតារ៉ូសាម៉ាហ្នឹងឯងគាត់តែលើតូវ៉ានិយាយចឹងយីប៉ែហ្នឹងគឺខឹងឆេះដុំខ្លាំងមែនតើថាចង្រៃយោតែតូវ៉ាគឺបានខាត់កុំឲ្យហៅស៊ីនតារ៉ូអញ្ចឹងតែនាងគឺអត់ខ្វល់ហ្មងតែស៊ីនតារ៉ូគឺភ័យខ្លាំងមែនតើហើយគាត់គឺបានសុំទោសនាងមកថាគាត់សុំទោសផងដែលគាត់បានណែនាំខ្លួនរបស់គាត់តែគាត់គឺនៅនឹងយូរហើយតែនាងគិតថាគាត់នឹងគឺជាអ្វីវិញចុះតែយីប៉ែហ្នឹងគឺឆ្លើយដល់មិនបាច់គិតបងថាជាមនុស្សរោគចិត្តតែស៊ីនតារ៉ូគឺបានព្យាយាមបកកាយព្រោះថាតូវ៉ាគឺបានបកស្រាយហើយតែយីប៉ែហ្នឹងគឺអត់ខ្វល់ហ្មងហើយបាននិយាយទៅកាន់ស៊ីនតារ៉ូថាស៊ីនតារ៉ូអាមិនក៏ឯងហ៊ានឲ្យតូវ៉ាសាម៉ាហ្នឹងមកសម្អាតផ្ទះហើយធ្វើម្ហូបឲ្យឯងនៅកន្លែងក្រិចបែបហ្នឹងទៅវិញឯងនេះពិតជាខូខើហើយថោកទាបចឹងហើយទុកឲ្យយើងជាអ្នកសម្រាប់ឯងចុះចង់និយាយថាពាក្យកន្លែងហ្នឹងគឺនិយាយជាមួយនឹងស្មារតីហ្មងសំបីតែស៊ីនតារ៉ូក៏ខ្លាចដែរដល់ពេលហ្នឹងតូវ៉ាក៏បាននិយាយទៅកាន់ឈីចាំងថានាងធ្វើហ្នឹងគឺដោយសារតែនាងចង់ហើយតែគេព្រៀនឲ្យនិយាយចឹងក្មេងក៏គាត់ហើយយពេលហ្នឹងគឺរៀបនឹងសេរីស៊ីនតារ៉ូចៅឲ្យហ្នឹងតូវ៉ាគឺបានប្រាប់ថាឈីចាំងទៅដល់កោឲ្យផាត់ឲ្យបន្ធូរអារម្មណ៍ណាតែស៊ីនតារ៉ូគឺបានប្រាប់ថាគឺដល់ដំណាក់កាលហ្នឹងឲ្យប្រើអញ្ចឹងជួយបានដែរហើយវិធីរបស់តូវ៉ាហ្នឹងគឺពិតជាបានផលមែនតែធ្វើឲ្យស៊ីនតារ៉ូនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបន្ទាប់ពីផឹកដោះគោហើយហ្នឹងយប៉ែឈីចាំងហ្នឹងគឺបានអស់ដៃតូវ៉ាសាម៉ាព្រោះនាងហ្នឹងទៅវិញតែម្ដងតែតូវ៉ាហ្នឹងគឺបានបដិសេធដោយសារតែនាងទទួលបានបញ្ជាពីអាទិទេពតែមកសិក្សាអំពីមនុស្សតែយប៉ែឈីហ្នឹងគឺបានប្រាប់ថាអញ្ចឹងក៏បានដែរតែអ្វីដែលសំខាន់ចេញពីកន្លែងតូចជាតិហ្នឹងសិនទៅតែតូវ៉ាគឺនៅតែព្រមចេញទេដោយសារតែស៊ីនតារ៉ូប្រាប់ថានៅខាងក្រៅវាគ្រោះថ្នាក់បានទៅលើអញ្ចឹងយប៉ែឈីហ្នឹងបាននិយាយចំហ្មងថាសិក្សាពីមនុស្សដែលមិនបានចេញទៅក្រៅអញ្ចឹងហើយរៀនអំពីមនុស្សបែបម៉េចទៅលើយប៉ែហ្នឹងនិយាយចំពេកអញ្ចឹងគឺធ្វើឲ្យពួកគេហ្នឹងអត់ដឹងថាគួរតែបកស្រាយថាមិនតទៀតឡើយដោយសារតែនាងគិតថាតូវ៉ាគឺត្រូវបានជាប់តាប់ស៊ីនតារ៉ូហ្នឹងហើយអញ្ចឹងហើយឈីហ្នឹងគឺព្យាយាមអស់តូ
វ៉ាទៅកាន់ឋានសួគ៌ទៀតហើយតែតូវ៉ានៅតាមព្រមទៅដោយសារតាឌីតេបហ្នឹងគឺបានជ្រើសរើសនាងដោយសារអូតូវ៉ាមិនទៅឈឺហ្នឹងគឺបានបដូរ target ទៅកាន់ស៊ីនតារ៉ូវិញហើយបាននិយាយប្រាប់ស៊ីនតារ៉ូថានាងដឹងថាស៊ីនតារ៉ូក៏ជាមានការគិតភ័ន្តច្រឡំអីខ្លះមកលើតូវ៉ាហើយថ្ងៃត្រូវចាំតូវ៉ាគឺជាទេពធីតាដែលល្អផ្ដាច់គេហើយអ្វីដែលសំខាន់មួយទៀតនោះគឺតូវ៉ានាងរស់នៅក្នុងពិភពមួយផ្សេងទៀតខុសដាច់ពីពិភពមនុស្សជាពិសេសគឺមនុស្សថ្នាក់ទាបដូចគាត់តែស៊ីនតារ៉ូគឺបាននិយាយថាដូចគិតទៅរស់នៅជាមួយនឹងតូវ៉ាគឺសបោរឿងផ្លែកៗខ្លាំងមែនទែនគាត់ទៅលើធ្វើឲ្យពួកគេភ្ញាក់ផ្អើលហ្មងតែស៊ីនតារ៉ូគឺបានបកស្រាយថាគាត់គឺយល់តាក់ទងជាមួយនឹងនឹងដោយសារតែពួកគេនឹងរស់នៅកន្លែងខុសគ្នាទាំងទំនៀមទម្លាប់និងបរិបទផ្សេងហើយបើសិនជាគាត់ទៅរស់នៅឋានសួគ៌វិញណាអ្នកនៅឋានសួគ៌ក៏ប្រកាសជាគិតថាគាត់ខុសពីគេដែរហើយតែបើនិយាយទៅអ្វីដែលតូវ៉ាបានធ្វើហ្នឹងគឺសិតតែខ្វាយខ្វល់និងបារម្ភពីគាត់ហើយទោះបីជាពេលខ្លះគាត់រៀងភ្ញាក់ផ្អើលខ្លះដែរតែគាត់គឺពិតជារំភើបខ្លាំងមែនទែនស្របពេលដែលពួកគេទាំងពីរនាក់ហ្នឹងកំពុងតែភីងហ្នឹងយីប៉េស៊ីហ្នឹងគឺបានគិតថានាងគឺមិនអាចអនុញ្ញាតឲ្យស៊ីនតារ៉ូហ្នឹងដើមតូវ៉ាពីនាងទេហើយនាងគឺត្រូវតែនាំតូវ៉ាទៅកាន់ឋានសួគ៌វិញជាដាច់ខាតហើយនាងគឺបានស្រែកប្រាប់តូវ៉ាកុំឲ្យចាញ់បោកប៉េស៊ីនតារ៉ូនឹងទៀតតែហ្នឹងវាគ្រាន់តែនិយាយឲ្យទៅរួចពីមាត់ទេជប់ចាញ់បោកឲ្យទៅឋានសួគ៌ជាមួយនាងទៅតែតូវ៉ានៅតែព្យាយាមបញ្យល់យីប៉េស៊ីនឹងដែរថាស៊ីនតារ៉ូហ្នឹងគឺជាមនុស្សល្អហើយនាងគឺជាជាស៊ីនតារ៉ូអស់ពីបេះដូងតែម្ដងតែយីប៉េហ្នឹងគឺបាននិយាយថាមិនក៏ប្រកាសមិនត្រឹមតែមួយសប្តាហ៍សោះហ្នឹងតូវ៉ាគឺបានប្រាប់ថាស៊ីនតារ៉ូគឺមិនត្រឹមតែឲ្យកន្លែងនាងស្នាក់នៅទេគាត់ហ្នឹងគឺតែងតែខ្វាយខ្វល់ពីនាងទោះបីជានាងត្រឹមតែជាអ្នកដទៃក៏ដោយដោយសារតែចំណុចហ្នឹងគឺធ្វើឲ្យនាងហ្នឹងរំភើបចិត្តខ្លាំងមែនទែននៅពេលដែលនាងចង់មកដល់ផែនដីនាងគឺពិតជាភ័យខ្លាចខ្លាំងតែនៅពេលដែលនាងដឹងថាមានមនុស្សបារម្ភពីនាងហើយប្រាប់នាងថានឹងបន្ទុកនាងចោលនៅតែឯងវាធ្វើឲ្យនាងនឹងកាន់តែរំភើបចិត្តថែមទៀតចឹងហើយទើបនាងសម្រេចចិត្តថានាងនឹងតបស្នងនៅទង្វើល្អដែលស៊ីនតារ៉ូនឹងធ្វើមកកាន់នាងនៅពេលដែលនាងដឹងថាស៊ីនតារ៉ូនៅតែឯងនាងគឺចង់នៅក្បែរគាត់ចង់ធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាមានសុភមង្គលក្នុងឆាកជីវិតនឹងហើយជាមូលហេតុដែលនាងសម្រេចចិត្តថារស់នៅនឹងអាណត្តិស៊ីនតារ៉ូយើងកំពុងតែអៀនមុខឡើងក្រហមហើយទប់សិនចង់ជាប់ទេហើយណាគេទៅទ្រាំបាននៅពេលដែលលឺមនុស្សស្រីនិយាយចឹងដាក់ខ្លួនតែអ្នកដែលគួរអាណត្តិបំផុតហ្នឹងគឺយប៉េស៊ីចាំងយើងហ្មងនិយាយទាំងយំថានាងគឺអត់សុខចិត្តទេហើយតូវ៉ាហ្នឹងគឺជាមនុស្សអាក្រក់គាត់ទៅថាតូវ៉ាហើយនាងគឺរត់ចេញទៅខាងក្រៅបាត់ហ្មងទូរឿងបែបហ្នឹងពួកគេទាំងពីរហ្នឹងគឺពិតជាបារម្ភខ្លាំងមែនទែនតែយប៉េតូវ៉ាហ្នឹងគឺសឹងតែមិនជឿខ្លួនឯងហ្មងដោយសារតែស៊ីចាំងយើងហ្នឹងគឺជាក្មេងដែលរឹងមាំម្នាក់ដល់ពេលហ្នឹងអាប៉េស៊ីនតារ៉ូក៏បានសួរហ្មងថាតើអេនចែហ្នឹងចូលចិត្តនៅកន្លែងខ្ពស់ច្រើនជាងនៅកន្លែងទាបត្រូវអត់តូវ៉ាគឺបានប្រាប់ថាហ្នឹងហើយដោយសារតែឋានសួគ៌នៅខ្ពស់ជាងហើយបើសិនជានៅកន្លែងខ្ពស់មានអារម្មណ៍ថានៅទាបផ្ទះគាត់ទៅលើហើយស៊ីនតារ៉ូគឺប្រកាសចិត្តថានាងប្រកាសជាឡើងទៅសួរច្បាស់នៅខាងលើអគារជាមិនខានទេស្របពេលដែលជិះចរាយន្តឡើងហ្នឹងយប៉េតូវ៉ាគឺបានសុំទោសជំនួសយប៉េស៊ីចាំងហ្នឹងតែស៊ីនតារ៉ូក៏អាចយល់ទោះបីជានាងមើលទៅគួរឲ្យខ្លាចតិចក៏ដោយតែនឹងប្រហែលជាមកពីដោយសារតែនាងហ្នឹងស្រឡាញ់តូវ៉ាខ្លាំងពេកទាំងឯងនៅពេលដែលបានជួបស៊ីចាំងហ្នឹងយប៉េតូវ៉ាហ្នឹងក៏បានរត់ទៅសុំទោសនាងមកដោយសារតែនាងហ្នឹងគឺគិតតែពីខ្លួនឯងក៏បានគិតថាយប៉េហ្នឹងគឺកំពុងតែបារម្ភពីនាងឯងតែយប៉េហ្នឹងគឺនៅតែប្រកែកអញ្ចឹងតែតូវ៉ាក៏អត់បានខ្វល់ច្រើនដែរហើយនាងគឺបានអរគុណទៅយប៉េស៊ីចាំងហ្នឹងហើយបានសួរនាងថាតើនាងចង់អោបអត់អត់មានភ្លេចប្រាប់ឈឺហ្នឹងគឺឈ្មោះយប៉េហ្នឹងឯងហើយចាំងហ្នឹងវាច្រើនជាប៉ុនគេតាសម្រាប់ក្មេងស្រីស្របពេលដែលបញ្ហាត្រូវបានដោះស្រាយរួចហ្នឹងស៊ីនត្រូក៏បានគិតថាណាស់ហើយក្មេងវានៅតែក្មេងអញ្ចឹងយ៉ាងណាក៏មើលទៅមានផ្នែកខ្លះគួរឲ្យស្រឡាញ់ដែរតែនៅពេលដែលកំពុងតែគិតហ្នឹងយប៉េហ្នឹងគឺបានមកងាកមុខមើលស៊ីនតារ៉ូហ្មងនិយាយទៅកូនហ្នឹងគឺក្បាលខូចហ្មងតែស្របពេលហ្នឹងបងនៅលើកៅអៅគាត់នេះគឺស្រាប់តែលោកភ្លឹបភ្លែតហើយលើសលេងទៀតដែលធ្វើស៊ីនតារ៉ូហ្នឹងគាត់ភ័យហ្មងថាតិចលោវាផ្ទុះហើយតែសលេងមួយបានរំលឺឡើងថានាងនឹងត្រូវបញ្ជូនទៅផ្ទះវិញក្នុងរយៈពេល1នាទីទៀតធ្វើឲ្យយប៉េហ្នឹងគឺឡាំប៉ាទៀតហើយនៅជាតិសួរតូវ៉ាភ្ញាក់ទៀតថាប្រកាសអត់ថាទៅមួយនាងតែនៅពេលដែលលើថាតូវ៉ាទៅហើយហ្នឹងនាងគឺបានប្រាប់ថាតូវ៉ាត្រូវតែមើលថែខ្លួនហើយនាងនឹងព្យាយាមបួងសួងឲ្យតូវ៉ាស៊ីនតារ៉ូបើសិនជាតូវ៉ានិយាយថាលោកគឺជាមនុស្សល្អចឹងហើយលោកក៏ប្រហែលជាមិនមែនជាមនុស្សអីអាក្រក់ណាស់ណាដែរហើយតូវ៉ាហ្នឹងគឺមានកសែភ្នែកល្អហើយនាងគឺជ្រើសរើសជឿជាក់លើតូវ៉ាចុះហើយត្រូវចងចាំទុកបើសិនជាលោកធ្វើអាក្រក់ដាក់តូវ៉ាលោកនឹងដឹងដៃរបស់ខ្ញុំជាមិនខានទេអ្វីដែលសំខាន់ទៀតនោះគឺខ្ញុំស្រឡាញ់តូវ៉ាជាងលោកបើនិយាយហើយហ្នឹងផ្លឹបបាត់ហើយស្របពេលហ្នឹងតូវ៉ាគឺបាននិយាយទៅកាន់ស៊ីនតារ៉ូថានាងគឺមានអារម្មណ៍ថាកំភើតិចតួចដែរនៅពេលដែលលោកនិយាយពាក្យហ្នឹងទៅកាន់ស៊ីចាំងហើយតាក់ទងជាមួយនឹងរឿងការសិក្សាអំពីមនុស្សផងនាងហ្នឹងហើយស៊ីនតារ៉ូគឺបាននិយាយកាត់មុខថាគាត់ក៏អញ្ចឹងដែរហើយគាត់គឺប្រាប់នាងថាអត់ឲ្យចេញទៅក្រៅម្នាក់ឯងមិនអញ្ចឹងឯងមូលហេតុនោះគឺដោយសារតែគាត់មិនចង់ឲ្យនាងជួបគ្រោះថ្នាក់ឥឡូវចេះទៅមិនដែរបន្ទាប់ពីញ៉ាំបាយហើយពួកយើងគួរតែដើរលេងមកជុំទៅមិនដែរពួកយើងនឹងធ្វើបែបនេះរហូតដល់នាងទម្លាប់ចេញទៅក្រៅម្នាក់ឯងបានអញ្ចឹងហើយនៅពេលដែលគាត់ទៅសាលានាងអាចទៅណាក៏បានដែរហើយពួកយើងចាប់ផ្ដើមអនុវត្តវាទៅមិនដែរហើយនៅពេលហ្នឹងតូវ៉ាគឺបានឆ្លើយចាស់ទាំងរំភើបហ្មងហើយនាងគិតថានាងពិតជាសំណាងហើយមែនទែនដែលបានជួបគាត់ព្រោះពួកយើងគឺបានកាត់ចូលដល់ពីពេលថ្ងៃបន្ទាប់ហើយពួកគេក៏តែងតែអនុវត្តការដើរលេងពេលល្ងាចរបស់ពួកគេដែរស្របពេលហ្នឹងស៊ីនត្រូគឺបានបញ្យល់នាងទៅជាមួយនឹងការដើរឆ្លងផ្លូវហើយនឹងការមើលភ្លើងចរាចរណ៍នៅពេលដែលពួកគេមកដល់ផ្ទះវិញហ្នឹងតូវ៉ាគឺបាន
បានការរំថាស៊ីនតារ៉ូតែតែនិយាយថាខ្ញុំមកដល់ផ្ទះវិញហើយទោះបីជាគាត់នៅផ្ទះតែឯងក៏ដោយតែស៊ីនតារ៉ូគឺបានប្រាប់ថាវាជាទម្លាប់របស់គាត់ស្រាប់ទៅហើយតូវ៉ាគឺបានដើរទទួលមកគាត់ហើយនិយាយថាសូមស្វាគមន៍ដែលមកដល់ផ្ទះវិញហើយពួកគេក៏បានចាប់ផ្ដើមស្វាគមន៍គ្នាទៅវិញទៅមកដែលវគ្គហ្នឹងមើលទៅគឺខ្ជូទៀតហើយចូលពេលដែលអង្គុយមើលទូហ្នឹងស៊ីនតារ៉ូក៏បានគិតថាតូវ៉ាគេចាប់ផ្ដើមទម្លាប់ក្នុងការដើរហ្នឹងហើយទាំងហើយបន្តមកទៀតគាត់អាចបង្រៀននាងតាក់ទងជាមួយនឹងការជិះឡានក្រុងហើយនឹងជិះរថភ្លើងមកហើយអាចចាប់សិនជិះរថភ្លើងហើយចាប់បើសិនជានាងមិនវិញទៅហើយចោមរោមដោយម្នាក់ត្រកទៅចឹងមិនទៅពេលហ្នឹងគាត់គឺបានស្ដីបន្ទោសខ្លួនឯងមកថាមិនក៏គាត់ភ្លេចគិតរឿងហ្នឹងឲ្យឈឹងអញ្ចឹងហើយគាត់គិតថាបើសិនជានាងចង់រៀនអំពីពិភពមនុស្សអញ្ចឹងហើយអាហ្នឹងគឺជារឿងដំបូងដែលនាងត្រូវដោះស្រាយតែសុខភាពរបស់នាងគឺជាកត្តាចម្បងទាំងហើយគាត់សម្រេចចិត្តហើយថាអាចតទៅជាមួយនឹងឡានក្រុងហើយនឹងរថភ្លើងហ្នឹងណាគឺអត់ទាន់ដល់ពេលទេយើងទើបថា6ឆ្នាំទេតែតាំងខ្លួនឯងហ្នឹងដូចឪកំពុងតែខ្វាយខ្វល់ពីកូនស្រីតែពេលដែលមើលទូទួលដល់កន្លែងដែលគេនិយាយថាសាំងវិចព្រីមផ្លែឈើដែលកំពុងពេញនិយមហ្នឹងណាតើវ៉ាគឺបានសរសើរថាវាគឺមើលទៅដូចជាតំណងឆ្ងាញ់ដល់ហើយតែស៊ីនតារ៉ូគឺបាននិយាយថាមើលទៅហាងហ្នឹងគឺឆ្ងាយដែរតើទៅជិះរថភ្លើងមកទៅដល់គាត់ទៅលឺចឹងតើវ៉ាគឺភ្ញាក់ផ្អើលហ្មងហើយសួរគាត់ថាតើហាងហ្នឹងវាមានពិតមែនអត់គាត់ទៅលឺភ្លាមស៊ីនតារ៉ូគឺតាំងផ្អើលដែរតែមូលហេតុហ្នឹងគឺដោយសារតែស៊ីនតារ៉ូធ្លាប់និយាយប្រាប់នាងថាអ្វីដែលនៅក្នុងទូទួលហ្នឹងគឺសុទ្ធតែជារបស់ប្រឌិតទាំងអស់ចឹងហើយទើបធ្វើឲ្យនាងហ្នឹងអាចគិតថាវានឹងមានពិតអត់តែនៅពេលដែលលឺស៊ីនតារ៉ូប្រាប់ថាអាសាំងវិចនឹងមានពិតណាវាធ្វើនាងរំភើបខ្លាំងមែនទែនហើយគាត់ក៏បានសួរនាងបញ្ជាក់ដែរថាចង់ទៅអត់នៅពេលដែលដឹងថានាងចង់ទៅធ្វើឲ្យគាត់នឹងគិតថាទោះបីជាយ៉ាងណាក៏ត្រូវទៅជួបនាងទៅកាត់ចូលមនោស័យឡើងហ្នឹងស៊ីនតារ៉ូគឺបានបង្រៀននាងឲ្យចេះប្រើប្រាស់សមុទ្រភ្លើងនាងក៏បាននិយាយថាវាជាលើកទី1សម្រាប់នាងតែបើគិតឲ្យសោកទៅនាងដែលជាធ្លាប់ជួបស្ថានភាពហ្នឹងគឺពេលដំបូងដែលនាងមកភពផែនដីពេលហ្នឹងគឺជាពេលហ្នឹងហោះគៀកមួយរថភ្លើងហ្មងតែទៅលើភ្លាមស៊ីនតារ៉ូគឺបាននិយាយថាងាប់ហើយពេលហ្នឹងមានចេះប្រុងប្រយ័ត្នតិចហ្មងចុះបើសិនជារថភ្លើងមកពីក្រោយបុកទៅប៉ែតអាចទៅធ្វើមិនទៅតែកតុយហ្នឹងមានអ្នកថែមទេណានិយាយទៅពេលជិះរថភ្លើងហ្នឹងគឺមានស្ថានភាពខ្ជូតច្រើនមែនទែនដែលតូវ៉ាបានធ្វើពេលចូលមកដល់ទីក្រុងហ្នឹងដោយសារតែមនុស្សច្រើនពេលស៊ីនតារ៉ូគឺបានប្រាប់តូវ៉ាថាឲ្យប្រយ័ត្នជំនួយភ្លើងតែនិយាយទៅបានប្រហែលផងហ្នឹងនៅពេលដែលគាត់និយាយថាហាងនោះគឺប្រហែលជានៅម្ដុំនោះហើយគាត់ទៅលើភ្លាមហើយតូវ៉ាយើងគឺស្ទុះរត់ទៅហ្មងរត់ទៅស៊ីនតារ៉ូគាត់មិនទាន់ទេនៅពេលដែលនាងដឹងខ្លួនណាទើបនាងបកមកចាប់ដៃស៊ីនតារ៉ូរត់ទៅជាមួយគ្នាកន្លែងហ្នឹងគឺខ្ជូតទៀតហើយនៅពេលដែលមកដល់ហាងនាងគឺរំភើបខ្លាំងមែនទែនព្រោះថាធ្លាប់តែឃើញក្នុងទូទួលហើយនៅពេលដែល order សាំងវិចហ្នឹងស៊ីនតារ៉ូរៀបនឹងសួរនាងហ្នឹងថាឆ្ងាញ់អត់តែបាច់ចាំសួរគាត់តែមើលទឹកមុខកូនហ្នឹងគឺដឹងហ្មងហើយស៊ីនតារ៉ូគឺបានគិតថាគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានសម្រេចចិត្តថានាំនាងមកកាន់ទីហ្នឹងស្របពេលដែលពួកគេកំពុងដើរលើស្ពានណាតូវ៉ាគឺបានប្រទះឃើញកង្ហានមួយដ៏ធំហើយស៊ីនតារ៉ូគឺបានប្រាប់នាងថានឹងហៅថាទៀបទឹកហើយនាងគឺបាននិយាយថានាងក៏ដឹងដែរនាងគឺធ្លាប់អានតាក់ទងជាមួយនឹងរឿងអស់ហ្នឹងហើយវាគឺមានរឿងព្រេងនិទានស្នេហាដ៏ស្រស់ស្អាតមួយដែរហើយគាត់ឃើញភ្លាមស៊ីនតារ៉ូហ្នឹងគឺដឹងហ្មងថានាងចង់ជិះចឹងហើយគាត់គឺបានសួរនាងហ្មងថានាងចង់ជិះអត់ហើយតូវ៉ាគឺបានឆ្លើយចាស់ទាំងគួរស្រឡាញ់ហ្មងកន្លែងហ្នឹងគឺស៊ីនតារ៉ូអ្នកនិយាយនៅពេលដែលកំពុងតែជិះទៀបទឹកហ្នឹងតូវ៉ាគឺបានសុំខ្លួនចូលធាក់ដែរតែកំពុងតែធាក់ហ្នឹងស៊ីនតារ៉ូគឺបានស្លឹកមើលទៅផ្លូវនាងអត់តាក់ភ្នែកទេហើយពេលហ្នឹងគឺធាក់លឿនខ្លាំងមែនទែនហូរដល់ស៊ីនតារ៉ូប្រាប់ថាតូវ៉ាមើលសពុតនាងផងស្របពេលដែលធាក់ទៀបទឹកកំសាន្តហ្នឹងតូវ៉ាគឺបានរាក់ទាក់ទៅកាន់លោកយាយលោកតាមកគូនៅពេលដែលលោកយាយរាក់ទាក់ត្រឡប់មកវិញហ្នឹងស៊ីនតារ៉ូគឺបានរាក់ទាក់ទៅគាត់វិញដែរតែអ្វីដែលសំខាន់នោះគឺនៅពេលដែលលោកយាយហៅតាវាមើលគូស្នេហ៍វ័យក្មេងនៅគួយស្រឡាញ់នឹងចាស់នោះហើយគាត់ទៅលើភ្លាមស៊ីនតារ៉ូគឺបានធាក់ឡើងញាប់ឆ្មេងមកស្បីតាតូវ៉ាសួរថាគូស្នេហ៍មានន័យថាមិនក៏គាត់អត់ប្រាប់ដែរស្របពេលដែលកំពុងដើរតាមផ្លូវគាត់គិតថាសប្បាយហើយតែមិនដឹងថានឹងហៅថាជាដេតអត់ទេហើយនៅពេលដែលតូវ៉ារៀបនឹងកាន់ដៃគាត់ទៅញ៉ាំមីវដងគាត់គឺបានដកដៃចេញវិញភ្លាមហ្មងហើយប្រាប់តូវ៉ាថាការកាន់ដៃគឺវាធ្វើឡើងសម្រាប់តាអ្នកដែលស្រឡាញ់គ្នាគាត់ទៅនិយាយចឹងព្រាមពួកគេទាំងពីរហ្នឹងគឺអៀនដូចគ្នាហ្មងប្រហែលពេលហ្នឹងមានមនុស្សស្រីម្នាក់មកដាក់បុកតូវ៉ាឲ្យដួលហើយស៊ីនតារ៉ូយើងហ្នឹងគឺខឹងខ្លាំងមែនតើព្រោះថាសូម្បីតែសុំទោសក៏នាងអត់សុំទោសដែរតែតូវ៉ាគឺអត់ប្រកាន់ទេព្រោះថានាងប្រហែលជាមានធរៈសំខាន់អីត្រូវដោះស្រាយហើយអ្នកដែលសុំទោសហ្នឹងគឺជាស៊ីនតារ៉ូវិញហើយគាត់គឺបានប្រាប់ថារាល់គ្រោះថ្នាក់ដែលនាងបានជួបនៅលើផែនដីគឺសុទ្ធតែជាកំហុសរបស់មនុស្សពួកយើងគឺមានលក្ខណៈអាត្មានិយមហើយគិតតែពីខ្លួនឯងក៏ប្រហែលជាក្នុងហ្នឹងគឺមានគាត់ម្នាក់ដែរតែតូវ៉ាគឺបាននិយាយសម្ដីដែលចាក់ដោតមួយហ្មងថាបើសិនជាសំបីតែខ្លួនឯងហ្នឹងក៏មិនគិតពីខ្លួនឯងផងឲ្យគិតពីអ្នកដទៃមិនទៅព្រោះពាក្យហ្នឹងគឺពិសេសខ្លាំងមែនតើមិនថាបែបនេះណាសំបីតែស៊ីនតារ៉ូក៏គិតចឹងដែរហើយគាត់គឺមានអារម្មណ៍ថាសំណាងខ្លាំងមែនតើដែលបានជួបនាងតែស្របពេលហ្នឹងដោយសារតែអៀនខ្លាំងពេកគាត់គឺបានប្រវែកទីរបត់ទៅកាន់អាហារមីវដងនឹងវិញនិយាយទៅសាច់រឿងនៅក្នុងភាគទី6របស់យើងគឺបានបញ្ចប់ត្រឹមហ្នឹងហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើសម្រាប់ការគាំទ្រហើយដោយរាល់ដងអញ្ចឹងបើសិនជាការសម្ដែងផលមានចំណុចណាខ្វះខាតគំឆ្កងឬក៏ប្រពុបប្របាក់អីហ្នឹងកុំភ្លេចជួយ comment ផ្សាយមាននៅខាងក្រោមផងហើយបើសិនជាគិតថាចូលចិត្តគឺកុំភ្លេចជួយចុច like ឲ្យម្នាក់មួយផងហើយកុំភ្លេចចុច subscribe ចុចសញ្ញារូបកណ្ដឹងឲ្យផងដើម្បីទទួលបានវីដេអូថ្មីៗដែលមានបានផលពិតជាអរគុណអ្នកទាំងអស់គ្នាច្រើនមែនទែនសម្រាប់ការគាំទ្រជំរាបលាបាយបាយ